ơiរាល់ថ្ងៃនេះឆ្ងល់ក្មេងៗធំមិនទាន់ទេតែមានសង្សារម្នាក់ពីរម្នាក់បីមិនទាន់ចេះរកលុយផងសុទ្ធតែចង់យកប្រច័ណ្ឌមកឲ្យហានីទៀតមើលតាសានខ្ញុំសួរតាឯងតិចមើលតាឯងមានយល់ឃើញដូចខ្ញុំចឹងអត់កាលពីចំនួនយើងវិញណាអាយុ20ឆ្នាំហើយនៅមិនទាន់ហ៊ានដើរមើលមុខស្រីៗផងអៀននោះអៀនចឹងហើយកាលសម័យយើងវាមិនទាន់ជឿនលឿនតែក្មេងៗឥឡូវគេអភិវឌ្ឍលឿនណាស់ណាគេសម័យ Gen Z Gen Alpha ហើយណាស្អីគេ Gen Z Gen Alpha ហ្នឹងតាអូតានេះអត់ស្គាល់ Gen Z Gen Alpha គេនិយាយអំពីក្មេងចំនួនក្រោយនេះណាតានេះអត់ដឹងអីមែនហើយចុះធ្វើម៉េចបើខ្ញុំវាអត់យល់មែនតែថាទៅដោយសារខ្ញុំមិនទាន់បានរៀនចំនួនខ្ញុំកិច្ចសាលាគ្រប់តែគ្នាហ្នឹងមែនតាកាលពីចំនួនយើងនៅស្ទើរក៏វាមិនអន់ដែរនិយាយពីថាបើជើងខ្ញុំនេះវិញណានេះខ្ញុំមិនចង់អួតទេណាតាទាត់គូមួយជើងងាប់អូ no ប៉ុណ្ណឹងអីក៏យកមកអួតម្ល៉េះខ្ញុំវិញកាលពីមុនណាគឺជាអ្នកឡើងថ្នោតទេតាអូដោយសារដើមថ្នោតច្រើនពេកខ្លាចឡើងមិនទាន់តាអញ្ចឹងពីដើមមួយទៅដើមមួយខ្ញុំមានដែរចុះមកដីហើយឡើងទៅវិញឯណាគឺខ្ញុំលោតតែម្ដងពីម្ដើមទៅម្ដើមលោតពីចុងមួយទៅចុងមួយទឹកគេឡើងបាន 4-10 ដើមតែខ្ញុំវិញឡើងជិត200ដើមឯណោះយីចឹងមែនអីតាបើអញ្ចឹងមែនហើយជាតែឯងសល់មាសច្រើនហើយពួកកាលពីជំនាន់ហ្នឹងទឹកថ្នោតជូរគេដូរជាមួយមាសណាតា Nice ខ្ញុំមិនចេះឡើងថ្នោតដូចតែឯងទេតែផ្ទះខ្ញុំមានគោច្រើនមួយថ្ងៃមើលទៅគោជិត500ក្បាលតែឯងមើលទៅគោណាដឹកមិនមកអូសមិនតាមខ្ញុំទាត់ឯងទាល់តែហុយដីគោច្រើនមែនតែព្យួរមានដែរយកគោព្យួរឯណាខ្ញុំអូសតែឯងនឹងហាក់តាបើតែឯងមានគោហើយមិនយកគោព្យួរបានស្អីទៅព្យួរតែឯងមានគោយន្តមែនយីតាចំនួននឹងមានគោយន្តមកពីណាខ្ញុំកាន់តែនឹងគាត់អូសខ្លួនឯងនឹងជួគោវាយឺតពេកអូសនឹងគាត់ខ្លួនឯងមកព្រឹក10-20ហិកតាស៊ីផុយដូចគេឥឡូវសុទ្ធតែអាត្រាក់ទ័រអាគោយន្តមកព្រឹកព្យួរគ្មានបានប្រមាណប៉ុនបាត់ដៃនឹងណែតាសានបើនិយាយរឿងហូបវិញណាហូបអីក៏បានដែរបាយម្នាក់ឯងខ្ញុំហូបអស់3ផ្ទះថ្នោតអីមកពេលទុកបាន3អាទិត្យមិនចាំបាច់ហូបអីទៀតទេហើយបើត្រីកែបវិញមិនចេះហូបទេទៅដូចលើអីសុទ្ធតែមួយ15គីឡូអីហូបម្ដង10-20ក្បាលត្រីតែចង់ហូបអីក៏បានដែរគ្មានដែលខ្លាចលើសឈាមលើសទឹកនោមផ្អែមអីទេតាស៊ុយអើយតាស៊ុយខ្ញុំក៏មិនចាញ់តែឯងដែរបើដើរលេងក្នុងភូមិមានបុណ្យទានវិញណាគ្មានអាណាហ៊ានខកប្រទេសដាស់ដាក់ខ្ញុំទេខ្ញុំវាយរៀបសូម្បីតែកូនមួយភូមិក៏ខ្ញុំវាយដែរសាច់តាន់វាយមិនចេះឈឺต้องបិទកាប់ខ្ញុំមិនមុតផងណាតាអញ្ចឹងពួកកំឡោះនៅក្នុងភូមិអស់ហ្នឹងហៅខ្ញុំទៅគ្រូស្បែកគង់ទេតាប៉ុន្តែថាអីឥឡូវយើងវាចេះហើយនិយាយចឹងជើងតឯងកើតអីដែរតាបានទីឃើញគួយទៅក្នុងប្រទេសរាប់ឆ្នាំហើយអូជើងឯតាជើងហ្នឹងបើនិយាយទៅគូធាក់គូគ្រាន់តែធាក់សោះតែមើលបាក់មើលអត់ជាហើយឈឺដើរលែងរួចតាំងពីហ្នឹងមកហើយរួចចុះតែឯងថាខ្ញុំហ្នឹងឯងចេះខ្លួនឯងហ្នឹងកើតអីដែរកាលនៅកំឡោះក្រែងខ្លាំងចឹងអីឥឡូវមិនអាយមិនអង្គុយស្ប៉ាត់ចឹងរហូតចឹងអាការនៅកំឡោះហ្នឹងវាខ្លាំងតែការហ្នឹងម៉ែប្រើឲ្យទៅបេះស្លឹកអំពិលធ្លាក់លើដើមអំពិលឈឺមើលអត់ជាដែរហើយក៏ទៅជាចឹងទៅចឹងបានថាកុំខ្លាំងខាងអួតពេកចាស់និយាយថាខ្លាំងខាងអីងាប់ទៅខាងហ្នឹងមែន